ចូលតែយើងខាងណាគេអត់ចូល ហ្នឹងហើយសួរបងប្រុសពួកអីចូលដល់ជ្រក់អឺភូមិព្រៃច័ន្ទហើយដែលយើងយកអំណោយតិចតួចជូនដល់បងប្អូនអញ្ចឹងណាហ្នឹងហើយអឺនៅខាងនោះគឺខាងប៉ូលីសគេអត់ឲ្យចូលទេប៉ុន្តែចាំមើលយើងសួរគាត់បន្តិចសិនហើយមិនដែរបងឥឡូវមួយរយៈហ្នឹងអត់មានបញ្ហាអីទៀតណាអីអត់មានផងចាអត់មានទេបាទរៀងស្ងាត់រៀងស្ងាត់ទេបាទចាខ្ញុំមកពីបាត់ដំបងហើយអញ្ចឹងទៅចង់នាំកូនមកមើលដែរអញ្ចឹងណាហើយអានេះលៀនឋានគេអីឬក៏កន្លែងម៉េចលើឋានយើងពេលមានបញ្ហាអីអញ្ចឹងទៅគឺបងប្អូនគាត់ចូលនៅខាងហ្នឹងណាអត់ទេលៀនឋានតាហ៊ានខាងតាហ៊ានហ្នឹងហើយអូខេហើយដល់ពេលប្រជាពលរដ្ឋទៅណាវិញជាប្រត់មើលសុំមើលអរគុណច្រើនបងសុំមើលនេះតិចចាស់មកបន្តិចហ្នឹងហើយហើយចឹងនិយាយនេះគឺជាលានដ្ឋានដែលយើងការពារខ្លួនហើយកន្លែងនោះគឺជាច្រកយើងចូលទៅភូមិជោគជ័យហ្នឹងហើយចាអញ្ចឹងថ្ងៃនេះនាំកូនមកស្វែងយល់មកមើលតថភាពពិតផ្ទាល់សភាពថ្ងៃនេះគឺស្ងប់ស្ងាត់ល្អហ្នឹងហើយជាថ្ងៃដែលរាជរដ្ឋាភិបាលផងយើងគឺគាត់កំពុងតែចូលរួមអាស៊ាននៅប្រទេសម៉ាឡេស៊ីផងដែរហ្នឹងហើយអរគុណ